ថ្ងៃនេះមានកូនចំណេះដឹងតូចមួយយកមកចែកជូនពុកម៉ែបងប្អូនណាពាក់ព័ន្ធនឹងការប្រើព្រីភ្លើងដែលប្រើយូរទៅវាដល់ទៅវាអត់សូវដិតវាអត់សូវអីណាអញ្ចឹងនេះពុកម៉ែបងប្អូនយើងដោះវាមកដោះនេះដោះវាចេញមកដល់យកកាបិតចុងស្រួយយើងឆ្កឹះវាពេលដែលយើងកោះវាហើយពុកម៉ែបងប្អូនមើលនេះស្នឹមហើយខាងក្រោមនេះស្នឹមអញ្ចឹងយើងយកវាចេញមកយើងកោះវាកោះឲ្យស្អាតដូចនេះនេះគឺកោះស្អាតហើយក្រោមកោះស្អាតហើយយើងដាក់ទៅវិញទៅវាប្រើបានធម្មតាវិញយើងមិនបាច់បោះចោលឬក៏ទិញថ្មីទេអញ្ចឹងខ្ញុំមានចំណេះដឹងប៉ុណ្ណឹងចែកម្លែកជូនពុកម៉ែបងប្អូនបាទឥឡូវនេះគឺយើងរួចរាល់ហើយយើងដាក់ចូលវិញបាទភ្លើវាមកបាទពេលតែបង្កើតវាដើរទាំងអស់ហើយតែទៀតបាទបង្កើតបើមុនគឺអត់វល់ទេវាយ៉ាប់មែនទែនទីបោះចោលហើយបាទសិតតែដើរហើយហើយយើងបិទបាទយើងបើកវិញគឺវាដំណើរការអញ្ចឹងពុកម៉ែបងប្អូនធ្វើតាមហ្នឹងទៅអាចប្រើបានហើយបាទវាដើរទៅទាំងអស់ហើយបាទអូខេអរគុណច្រើនដល់ពេញចិត្តវីដេអូសូមជួយចុច like ចុច share ម្នាក់មួយផងបាទសូមអរគុណ